គ្រាន់តែចេញក្បាលវីដេអូមកបងប្អូនស្គាល់បាត់ហើយថានេះគឺជានំអីអ្នកខ្លះគាត់ហៅថានំវិញហើយអ្នកខ្លះទៀតក៏ហៅថានំខ្ញីអញ្ចឹងណាហើយមកដឹងពីរបៀបធ្វើវិញណាគឺងាយស្រួលមែនតែនកាលពីមុនគឺធ្លាប់តែទិញគេហូបណាឥឡូវនេះយើងអាចសាកមកធ្វើខ្លួនឯងបានព្រោះអីគ្រឿងផ្សំសម្រាប់ធ្វើហ្នឹងគឺមានតែប្រមាណមុខហ្នឹងហើយបើគិតពីសាច់ធ្វើវិញណាបើថាអង្គុយធ្វើជាប់ហ្មងប្រហែលជា40នាទីអីបានហូបអីហើយឥឡូវនេះគឺខ្ញុំមកវាយពងទា3គ្រាប់បន្ទាប់មកគឺខ្ញុំដាក់អំបិលបន្តិចហើយស្ករសហ្នឹង1ស្លាបព្រាកាហ្វេកូរគ្រឿងទាំងអស់ហ្នឹងឲ្យសព្វចូលគ្នាទៅបន្ទាប់មកគឺខ្ញុំចាក់ម្សៅអង្ករត្នោត250ក្រាមស្មើនឹង2ខាំកន្លះចាក់បដើកូរបដើអញ្ចឹងណាឲ្យវាសព្វចូលគ្នាជាមួយនឹងពងទាហ្នឹងទៅហើយបន្ទាប់មកខ្ញុំបន្ថែមប្រេងឆាហ្នឹង1ស្លាបព្រាបាយកូរច្បល់វាបន្តិចសិនហើយចាំយើងចាប់ផ្ដើមច្បាច់ម្សៅហ្នឹងច្បាច់ម្សៅហ្នឹងរហូតតតែថាសាច់ម្សៅហ្នឹងឡើងទៅជាដុំស្អិតមួយហើយវាលែងមានម្សៅជាប់ជាមួយនឹងចានដែកហ្នឹងទៅគឺបានហើយឥឡូវនេះម្សៅខ្ញុំគឺបានធ្វើរួចហើយខ្ញុំសាកបេះម្ដុំយកមកលុញមើលណាហើយបើថាមើលទៅរៀងស្ងួតយើងអាចបន្ថែមទឹកបន្តិចបានប៉ុន្តែគ្រឿងផ្សំខ្ញុំដាក់ប៉ុណ្ណឹងគឺមកល្មមតែម្ដងឥឡូវនេះខ្ញុំចាប់ផ្ដើមលុញវាហើយខ្ញុំបេះសាច់ម្សៅម្ដុំហ្នឹងមកលុញវាឲ្យទៅជារាងវែងអញ្ចឹងទៅហើយបត់ជា2បន្ទាប់មកគឺយើងចាប់ផ្ដើមលមូវិញវាយកតែម្ដងនិយាយទៅរបៀបធ្វើនេះគឺងាយទេតែបើសិនជាបងប្អូនចង់ធ្វើរបៀបថារូបរាងផ្សេងអីក៏បានដែរតាមចំណង់ចំណូលចិត្តរៀងខ្លួនអញ្ចឹងណាតែគ្រាន់ខ្ញុំធ្វើអញ្ចេះទៅវាងាយស្រួលណាឥឡូវនេះគឺនំខ្ញុំបានធ្វើរួចរាល់ហើយម្សៅត្នោត2ខាំកន្លះហ្នឹងគឺខ្ញុំធ្វើបាននំប៉ុណ្ណឹងហើយឥឡូវនេះគឺខ្ញុំមកដាក់ចៀនតែម្ដងខ្ញុំចាក់ប្រេងចូលក្នុងខ្ទះហ្នឹងទៅប៉ុន្តែអត់ទាន់បើកភ្លើងទេណាហើយខ្ញុំបង់នំទាំងអស់ហ្នឹងចូលតែម្ដងបន្ទាប់ពីបង់នំចូលហើយទើបខ្ញុំបើកភ្លើងដាក់ភ្លើងខ្សោយជាងគេចន្លោះពេលហ្នឹងគឺខ្ញុំអត់បានប្រែអត់បានធ្វើអីទាំងអស់គឺទុករហូតតតែថាប្រេងហ្នឹងចាប់ផ្ដើមឡើងក្តៅទៅនំយើងក៏ចាប់ផ្ដើមប្រែពណ៌ដែរហើយកន្លែងនេះគឺខ្ញុំបានតឡើងភ្លើងឡើងបន្តិចវិញហើយប្រែត្រឡប់ទៅត្រឡប់មកអត់មានទុកចោលបានទេកន្លែងនេះណាហើយមើលតែថានំណាឡើងក្រហមអញ្ចឹងទៅគឺយើងស្រង់វាឡើងចេញណាដល់កន្លែងនេះគឺនំនឹងឆាប់ឆ្អិនទេនិយាយរួមទៅប្រែត្រឡប់ទៅត្រឡប់មកគឺនំនឹងឆ្អិនតគ្នារហូតយូរតែពេលដែលយើងចៀនដំបងទៀតដោយសារយើងប្រើភ្លើងតិចណាបើសិនជាពីដំបងយើងប្រើភ្លើងក្តៅវាទៅជាផ្ទុះបន្ទាប់ពីចៀននំនឹងឆ្អិនហើយខ្ញុំយកមកក្បាត់ជាមួយស្ករបងប្អូនអត់ចូលចិត្តផ្អែមមិនបាច់ក្បាត់ក៏បានដែរនំហ្នឹងដាក់ស្ករ2ស្លាបព្រាបាយទឹកបន្តិចកូរឲ្យឡើងជើងក្រងសក្បោសអញ្ចឹងទៅខ្ញុំចាក់សាច់នំដែលយើងចៀនរួចមិញនឹងចូលហើយបន្ថយភ្លើងឲ្យនៅភ្លើងតិចបំផុតកូរត្រឡប់ទៅត្រឡប់មករហូតដល់តែថាស្ករហ្នឹងវាចាប់ផ្ដើមខាំជាប់ជាមួយនំឡើងសដុំជាប់ជាមួយសាច់នំអញ្ចឹងទៅគឺបានហើយនំនេះនៅពេលដែលធ្វើឆ្អិនហើយគឺសាច់នំពីក្នុងផុសនិយាយរួមទៅស្រួយក្រៅហើយក្នុងផុសសាច់នំប្រភេទហ្នឹងឯងដែលខ្ញុំចង់បានព្រោះខ្ញុំធ្លាប់ទិញគេហូបទៅវាមិនសាច់នំស្រួយណាវាទៅជារឹងណាដល់ពេលអញ្ចឹងវាហូបទៅជឿថ្មិញតែបើសាច់នំនេះវិញគឺអត់អីទេ